បន្ទាប់ពីឡូរីននាំបងប្អូនទៅមើលផ្កាហើយឥឡូវនេះឡូរីននាំបងប្អូនទៅមើលកន្លែងមួយទៀតអញ្ចឹងមកមើលជាមួយឡូរីនថាឡូរីនទៅណាតាមពិតវីដេអូមួយហ្នឹងខ្ញុំបញ្ចូលសលេងរួចហើយប៉ុន្តែវា error បងប្អូនឥឡូវត្រូវធ្វើវាម្ដងទៀតចាស្ពាននេះគឺជាស្ពានដែលអាចធ្វើឲ្យកប៉ាល់ឆ្លងកាត់បានអញ្ចឹងនៅពេលដែលមានកប៉ាល់គឺវាបើកដើម្បីឲ្យកប៉ាល់ឆ្លងកាត់ហើយជាធម្មតាវាគឺជាស្ពានអញ្ចឹងបងប្អូនជិះកាត់ទៅកាត់មកប៉ុន្តែវានឹងធ្វើចរាចរណ៍នៅពេលមានកប៉ាល់ឆ្លងកាត់តែសារខ្ញុំអង្គុយរងចាំឡូរីនទៅនៅចិត្តផាកបងប្អូនអញ្ចឹងឮចាបយំរហូតបើតាមឡូរីនកាន់កន្ត្រងហ្នឹងគឺថាអធិកអធមណាបងប្អូនដោយទៅចាប់លក្ខណៈថាយុទ្ធនាការខ្នាតធំឬក៏អន្តរជាតិដើម្បីយើងចាប់យកសត្វក្តាមហើយមិនត្រឹមតែមានកន្ត្រងទេក្រៅពីឧបករណ៍ហ្នឹងក៏មានស្បែកជើងមានតាំងពីកាតូសម្រាប់ចាប់និយាយទៅគឺច្រើនហ្មងនិយាយមិនដឹងថាចាប់បានប្រហែល100គីឡូឯក្តាមហ្នឹងដល់សម្រាប់សម្រួលបងប្អូនណាអាកាសធាតុត្រជាក់អញ្ចឹងទៅមានដោះស្បែកជើងឲ្យបានណាបើជើងផ្ទាត់ខំប្រឹងដាក់យកមកឡើងមកស្បោងធំនាំគ្នាកម្រងថាពាក់ដើម្បីចាប់ក្តាមដល់ពេលត្រជាក់ខ្លាំងពេកអត់មានបានដោះស្បែកជើងទេមានន័យថាអត់អាចដូរពាក់បែកជើងផ្ទាត់ទេដើម្បីចុះទឹកចាប់ទេគឺនៅតែពាក់បែកជើងប៉ាតាដដែលអញ្ចឹងអាកម្រងដែលដាក់ស្បែកជើងក្នុងថង់ហ្នឹងគឺរលាយបងប្អូនគឺអត់បានពាក់ទេហើយសំខាន់ពីនេះទៅទៀតគឺក៏អត់បានចុះទឹកដែរដោយសារវាត្រជាក់ចឹងហើយឡូរីនិងម៉ាក់ហ្នឹងបានទៅដើរអែបមាត់ទឹកហ្នឹងដើម្បីរកមើលសត្វក្តាមហើយសត្វក្តាមហ្នឹងអញ្ចឹងទៀតនៅពេលដែលវារៀងត្រជាក់អញ្ចឹងវាក៏អត់ចេញមកដែរគឺវានៅពួនសំងំបន្លំជាមួយនឹងស្លែហ្នឹងអ្វីដែលល្អគឺនៅទីនេះដូចជាកោះអញ្ចឹងខាងមុខគឺជាសមុទ្រធំដែលសម្រាប់មនុស្សលេងចំណែកខាងក្រោយគឺជាសមុទ្រតូចដែលមានស្លែចឹងហើយបានជាក្តាមវាចូលចិត្តទៅរស់នៅជាមួយនឹងសមុទ្រតូចដែលមានស្លែចំណែកសមុទ្រខាងមុខដូចយើងសមុទ្រមេឌីទែរ៉ាណេវារាងទឹកធំដូចយើងថាទឹករៀងធំជ្រៅអញ្ចឹងទៅសម្រាប់មនុស្សចាស់សម្រាប់កូនក្មេងពេលខ្លះគេមកមួយនៅខាងក្រោយនេះពីព្រោះវារាក់ហើយវាស្ងប់អត់សូវមានខ្យល់ទេពួកយើងដើរទៅតាមសមុទ្រតូចដើម្បីរកមើលក្តាមហើយក៏ដើរទៅតាមបណ្ដោយឆ្នេរខ្សាច់នឹងក្រែងមានក្តាមដែលវាចេញមកគឺវានៅក្រោមសន្លែនឹងឯងតែបងប្អូនត្រូវតែប្រើកន្ត្រងដើម្បីដួសវានៅរដូវក្តៅខ្លាំងប្រហែលជាខែ6ខែ7ខែ8ល្បាក់ខែ2 3ខែហ្នឹងដែលយើងថាក្តៅខ្លាំងក្តាមវាចេញច្រើនហើយសបោជាងខែត្រជាក់ហើយណាមួយដោយសារត្រជាក់យើងក៏ហ៊ានចុះទឹកទៅចាប់វាដែរពួកយើងនៅតែដើរកវ៉ែលក្រែងរកឃើញក្តាមឲ្យឡូរីនដោយសារពួកយើងចង់ឲ្យឡូរីនបានចាប់ក្តាមនិងមកមើលក្តាមទាំងអស់គ្នាសម្លឹងចុះសម្លឹងឡើងបងប្អូនហើយឃើញក្តាមមួយនាំគ្នាអូយក្តាមនាំគ្នាខំប្រឹងទៅរកត្រង់ក្តាមនឹងជួលច្រាលទាំងឡូរីនទាំងម៉ែហើយនឹងអ៊ំនាំគ្នារកចាប់ក្តាមគ្រប់គ្នាអូសទៅអូសមកតម្រាំតបានក្តាមមួយអូយសប្បាយចិត្តណាស់ហើយនាំគ្នាសម្លឹងមើលខ្លាចវារត់ទៅបាត់ដោយសារក្តាមវាលឿនណាបងប្អូនធ្វើលើបទៅរកចាប់វាចេះឆ្ងល់ក្តាមហ្នឹងអត់ឃើញវារត់ទៅណាទៅណីអញ្ចឹងឃើញវានៅស្ងៀមនាំគ្នាបញ្ញាប់បញ្ញាល់ដូរស្បែកជើងពាក់បែកជើងផ្ទាត់ហ្នឹងដើម្បីចុះទៅចាប់ក្តាមដោយសារខ្លាចសាមស្បែកជើងហើយឡូរៀនសប្បាយចិត្តណាអូសបានក្តាមមួយហ្នឹងបងប្អូនហើយតាមពិតក្តាមហ្នឹងមិនមែនសន្លប់ទេគឺក្តាមហ្នឹងវាងាប់ទេបងប្អូននាំគ្នាសប្បាយចិត្តតែក៏ពិតមិនមែនទេក្តាមងាប់សោះចឹងហើយបានជាវាអត់រត់ទៅណារងចាំឡូរៀនទៅចាប់អញ្ចឹងឡូរៀនក៏បោះចូលទៅក្នុងទឹកហើយដើររកបន្តទៀត